ចំនួនព្រំដែនរវាងកម្ពុជានិងថៃគឺជាបញ្ហាមួយដែលមានប្រវត្តិយូរអង្វែងនិងភាពតានតឹងបន្តមកដល់ជាពិសេសជំវិញតំបន់ប្រាសាទព្រះវិហារចំនួនប្រាសាទព្រះវិហារឆ្នាំ2008ទៅឆ្នាំ2013ចំនួនដ៏សំខាន់មួយដែលគេស្គាល់បំផុតគឺជំវិញតំបន់ប្រាសាទព្រះវិហារដែលបានផ្ទុះឡើងជាហិង្សាចាប់ពីឆ្នាំ2008រហូតដល់ឆ្នាំ2013ប្រភពដើមបន្ទាប់ពីអង្គការ UNESCO បានចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់កម្ពុជានៅឆ្នាំ2008ភាពតានតឹងបានកើតឡើងការសម្រេចរបស់តុលាការអន្តរជាតិចំនួននេះបានបញ្ចប់ផ្នែកការទូតនៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចនៅឆ្នាំ2013ថាកម្ពុជាមានអធិបតេយ្យលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញចំនួនថ្មីខែឧសភាឆ្នាំ2025យោងតាមប្រភពព័ត៌មានដែលបានរកឃើញថ្មីនេះនៅឆ្នាំ2025ភាពតានតឹងក៏បានកើតឡើងកងទៀតនៅតាមបន្ទាយព្រំដែនដោយមានការប៉ះទង្គិចគ្នាដោយអាវុធនៅតាមចំណុចមួយចំនួនដូចជាតំបន់មុំបីនិងភូមិព្រៃចៅភាគីទាំងពីរបានចាប់ប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកបង្កហេតុនិងបានបណ្ដាលឲ្យមានជនរងគ្រោះទាំងទាហាននិងជនស៊ីវិលមានការចរចានិងកិច្ចព្រមព្រៀងសន្តិភាពមួយចំនួនត្រូវបានចុះហត្ថលេខាប៉ុន្តែក្រោយមកថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងនោះបញ្ហានេះក៏ត្រូវបានលើកឡើងទៅកាន់តួអង្គអន្តរជាតិដូចជាប្រធានអាស៊ាននិងប្រទេសចិនផងដែរចំនួនព្រំដែនទាំងនេះកើតចេញពីការកំណត់ព្រំដែនមិនច្បាស់លាស់និងការទាមទារអធិបតេយ្យភាពលើតំបន់ដែលមានភាពចម្រូងចម្រាស